សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើត្រីក្រហមបំពងជូរអែមត្រីក្រហម1គីឡូចំនួន2ធ្វើឲ្យស្អាតរួចអង្កន់បែបហ្នឹងយកទៅបោះទុំចំនួន300ក្រាមហើយហាន់ជាចំណិតតូចដើម្បីពេលដែលយើងចម្អិនធ្វើឲ្យឆាប់រលាយយើងចាប់ផ្ដើមហាន់ខ្ទឹមបារាំងចំនួន200ក្រាមបកសំបកស្អាតយើងហាន់ជាចំណិតតូចដូចទឹងប៉ោះអញ្ចឹងដែរបន្ទាប់មកទៀតយើងហាន់ម្នាស់ជាចំណិតតូចដូចគ្នាដែរចាប់ទៅយើងត្រូវហាន់ជាចំណិតតូចដូចគ្នាទាំងនេះជាបន្លែដែលខ្ញុំបានហាន់រួចរាល់ហើយបន្តមកទៀតយើងចាប់ផ្ដើមជៀនត្រីម្ដងត្រីរបស់ខ្ញុំគឺមានចំនួន2អញ្ចឹងហើយនៅក្នុងជំហាននេះត្រូវជៀនមួយទៀតជៀនហើយយើងលើកទឹកឲ្យស្រស់ស្អាតមួយកន្លែងសិនទៅចាននេះត្រីរបស់ខ្ញុំបានជៀនរួចរាល់ហើយខ្ញុំចាប់ផ្ដើមដាក់ប្រេងឆាទៅចំនួន2ស្លាបព្រាហើយកូរជាមួយខ្ទឹមសខ្ទឹមក្រហមឲ្យឈ្ងុយយើងកូររហូតទាល់តែឈ្ងុយល្អឬក្រហមបន្ទាប់ពីខ្ទឹមសរបស់យើងឡើងឈ្ងុយហើយយើងបង់ខ្ទឹមបារាំងចូលដើម្បីឲ្យមានក្លិនកាន់តែឈ្ងុយទៅដងយើងកូរច្របល់ចូលគ្នាឲ្យបានមួយសន្ទុះទៅបន្ទាប់មកទៀតយើងដាក់ប្រេងប៉ោះចូលហាជាមួយគ្នាច្របល់ចូលគ្នាឲ្យសព្វល្អអំពិលទុំបន្តមកទៀតយើងដាក់ម្នាស់របស់យើងចូលហាច្របល់ចូលគ្នាឲ្យបានសព្វល្អបន្ទាប់មកយើងដាក់ស្ករ2ស្លាបព្រាប៊ីចេង1ស្លាបព្រាកាហ្វេប្រេងខ្យង1ស្លាបព្រាទឹកត្រីចំនួន2ស្លាបព្រាបាយគឺថាយើងច្របល់ចូលគ្នាឲ្យសព្វល្អយើងដាក់ទឹកចំនួន100 ml ចូលបងរ៉ូឌីចំនួន2ស្លាបព្រាបាយយើងចាប់ផ្ដើមដាក់ត្រីដែលយើងបានជៀនមុនហ្នឹងចូលទៅក្នុងឆ្នាំងហើយយើងដួសបន្លែដែលយើងបានហាន់ដាក់ពីលើត្រីហ្នឹងទៅហើយយើងចាប់ផ្ដើមស្ទីមវាប្រហែល7នាទីដាក់ទឹកអំពិលទុំចំនួន4ស្លាបព្រាបាយចូល ហ
យើងត្រឡប់ចុះត្រឡប់ឡើងឲ្យចូលជាតិគ្នាល្អរោយស្លឹកខ្ទឹមដែលយើងបានហាន់ដាក់ចូលចាត្រីក្រហមបំពងរបស់យើងបានឆ្អិនរួចរាល់ហើយអរគុណបងប្អូនសម្រាប់ការចូលទស្សនាតាំងពីដើមរហូតដល់ចប់